bạn đi chơi không chung được biệt chạy mơอายุการหรือก็ capacity បាទ capacity របស់ថ្មទូរស័ព្ទរបស់ iPhone ណាដែលយើងទិញមកទឹកឬក៏ថ្មីក៏ដោយយើងអាចឆែកមើលនៅក្នុងនេះបានជាដំបូងគឺយើងចូលនៅក្នុង setting បាទយើងចូលក្នុង setting មកចូលក្នុង setting យើងចូលនៅក្នុង general បាទ general ណាបាទ general ហើយយើងចូលមកអូសមកទៀតមកបាទយើងអូសមកទៀតមកយើងរកabout បាទនេះពាក្យ about នេះបាទយើងរក about នឹងមកហើយយើងរកពាក្យ part service history នេះបាទ part service history នេះមកយើងចុចពាក្យមួយទៀតគឺចុចពាក្យ service នេះបាទអញ្ចឹងយើងឃើញនេះ battery អាយុកាល 80% នេះបានន័យថាអានឹងថ្មយើងសល់ប៉ុណ្្នឹងឯងថ្ងៃហ្នឹងយើងឆាចបាន 94 98ហ្នឹងណាអញ្ចឹងយើងមើលនេះ scroll វាឡើងលើ battery health and charging បាទអញ្ចឹងយើង battery health and charging យើងមើលនៅក្នុងនេះបាទនេះ 77% បាទអញ្ចឹង iPhone របស់ខ្ញុំនេះ12 Pro គឺនៅសល់ battery health គឺ 77% user measure of battery capacity relative to when it was new lower capacity may result in fewer hours of usage between charge បានន័យថាវា low ហើយនៅប្រើបានហ្នឹងខ្ញុំខ្សោយជាងមុនបាទអូខេយើងបែកទៅវិញមកបាទ